រូបមេបងប្អូនបាទមើលខ្ញុំកែរូបភាពនេះឲ្យជារូបភាពស្អាតណាបងប្អូនបាទមានទេសភាពបៃតងបងប្អូនឡូវតោះពុកមេបងប្អូនតាមដានមើលជាមួយខ្ញុំបាទឡូវយើងចុចចូលមកក្នុងកម្មវិធីភាសាមកអ្នកទាំងអស់គ្នាបាទឡូវចុចចូលមកចុចសញ្ញាបូកបងប្អូនឡូវខ្ញុំយករូបភាពមាញ់ដើម្បីកែប្រែបងប្អូនឡូវខ្ញុំយករូបភាពមួយនេះឡូវយើងមកដល់កន្លែងនេះហើយខ្ញុំសូមគ្រប់វាចូលបន្តិចសិនអរគ្នាបាទខ្ញុំគ្រប់វាចូលបន្តិចសិនបាទអ្នកនរគ្នាបាទឡូវខ្ញុំគ្រប់យកពីនេះមកបាទហើយយកអានេះមកអ្នកនរគ្នាបាទដូចជាតូចពេកហើយអ្នកនរគ្នាដល់ទំហំអានេះមកបាទហើយជាមួយខ្ញុំកែឲ្យស្អាតបន្តិចអ្នកនរគ្នាទៅមកយើងបូកជាមួយនេះមកបាទអ្នកនរគ្នាបាទហើយយើងយករូបភាពមួយមកដាក់សិនជាមួយខ្ញុំកែបែបម៉េចបាទអ្នកនរគ្នាបាទអ្នកនរគ្នានេះគឺមុនរូបចេះបាទអ្នកនរគ្នាឡូវខ្ញុំយករូបភាពមួយដើម្បីដាក់ឲ្យអ្នកនរគ្នាមើលបាទអ្នកនរគ្នាបាទមកខ្ញុំលុបចោលជួសខាងលើបងអ្នកនរគ្នាបាទខ្ញុំលុបខាងលើនេះចោលបាទលុបចោលបងអ្នកនរគ្នាបាទខ្ញុំយកតារូបវាលស្រោទេអ្នកនរគ្នាបាទឥឡូវយើងមើលតទៀតបាទនេះអ្នកនរគ្នាឥឡូវមកដល់ពេលនេះខ្ញុំទាញអានេះរីកមកវិញបន្តិចមកអ្នកនរគ្នាបាទហើយខ្ញុំនឹងដាក់ផ្លូវឲ្យចំកន្លែងនេះបាទអ្នកនរគ្នាបាទហើយប៉ុណ្ណេះមកអ្នកនរគ្នាខ្ញុំនឹងលុបម្ដងទៀតមើលកន្លែងណាដែលថាវាមិនសមបាទអ្នកនរគ្នាបាទឥឡូវខ្ញុំលុបប៉ុណ្ណេះបាទហើយខ្ញុំនឹងស្រីផ្លូវឲ្យចូលចំកន្លែងផ្ទះនេះអ្នកនរគ្នាបាទឃើញទេអ្នកនរគ្នាហើយទៅមកទៀតខ្ញុំអាចកាត់យករូបភាពអង្គណាទៀតដាក់មកកន្លែងនេះឲ្យវាមានទេសភាពពើខៀវបាទអ្នកនរគ្នាបាទឥឡូវបាទប៉ុណ្ណេះហើយខ្ញុំនឹងយករូបភាពមួយទៀតដាក់ចូលបាទអ្នកនរគ្នាខ្ញុំគ្រប់ចូលបន្តិចមកបាទអ្នកនរគ្នាបាទឡូវខ្ញុំសូមគ្រប់យកទៅនេះបន្តិចថាបានមកទៀតណាnhà bà lá bữa thắc mắc là bắt ta buka tao tu cô này tinh dây tới cho bắt đấy lâuខ្ញុំលុបអត់លេងនេះចូលឲ្យមានរូបភាពបែបនេះវិញបាទអ្នកនរគ្នាឃើញទេមើលសិនអូខេប៉ុណ្ណេះបាទអ្នកនរគ្នាបាទហើយខ្ញុំនឹងអេដរូបផ្កាយចូលបាទអ្នកនរគ្នាបាទឥឡូវខ្ញុំរករូបភាពផ្កាយចូលសិនបាទឥឡូវបានរូបផ្កានៅបាទអ្នកនរគ្នានេះបានរូបផ្កាហើយសត្វថ្មីអ្នកនរគ្នាសត្វថ្មី Plant Flower បាទអ្នកនរគ្នាបាទខ្ញុំភ្លេចអ្នកនរគ្នាខានយូបាទដូចជាអតិអតុកហើយ
តោះយេអត់ចាញ់ទៀតតែអ្នកគ្នាចុចអានេះខុសបាល់យោដៃក្បត់ចិត្តទេអត់មានអ្នកគ្នាឥឡូវខ្ញុំយកឡែនហើយអាសាចុចពាក្យឡែនត្រូវអ្នកគ្នាបាទមានបរិយជក់ទៀតជក់បរិយមួយសិនអ្នកគ្នាហើយឥឡូវខ្ញុំបានកាត់រូបការដាក់អ្នកគ្នាបាទកាត់រូបការដាក់តាមផ្លូវតែម្ដងបាទអ្នកគ្នាហើយមកដល់កន្លែងនេះហើយយើងចាប់ផ្ដើមឥឡូវខ្ញុំយកបែបនេះអ្នកគ្នាឲ្យវាមានរាងផ្កាតាមផ្លូវអ្នកគ្នាបាទឥឡូវយើងចាប់ផ្ដើមលុបមកបាទលុបចាំកន្លែងនេះចាំយើងលុបក្រោយហើយកន្លែងនេះយើងលុបផ្លូវចោលហើយនេះមកចាំមកទៀតយើងចាប់ផ្ដើមចុចធីកវាសិនបោះគ្រីវាសិនបាទអ្នកគ្នាបាទហើយយើងដាក់មកកន្លែងសិនមកអ្នកគ្នាតែមកទៀតយើងចាប់ផ្ដើមលុបកន្លែងនេះចូលមកព្រោះវាមានផ្លូវចូលបាទនេះលុបចូលចាំអេតថ្មីអ្នកគ្នាស្រួលវិញបាទឥឡូវឃើញផ្កាចូលមកហើយមួយហើយយើងអេតសត្វថ្មីមួយទៀតមកបាទអ្នកគ្នាឯណាកន្លែងមិញអ្នកគ្នាវិញវត្តអស់ហើយអ្នកបាទឥឡូវយើងរូបថ្មីចូលវាចុចតែខុសដៃក្បត់ចិត្តដល់អ្នកគ្នាឥឡូវយើងអេតបកាចូលមួយទៀតបាទឥឡូវខ្ញុំសុំលុបបែបកងបន្តិចបាទអ្នកគ្នាលុបបែបកងយ៉ាងមកបាទនេះលុបចូលមកគ្នាមកហើយយើងដាក់ទាញដាក់មកចំកន្លែងនេះមកបាទអ្នកគ្នាយើងព្រមបន្តិចមកគឺយើងលុបម្ដងទៀតមកលុបយកផ្លូវបាទញ៉ាំទេលុបយកផ្លូវមកបាទអ្នកគ្នាអានេះយកប៉ុណ្នេះហើយអីគេបាទយើងអាចទាញពង្វិលយកបានបាទអ្នកគ្នាបាទទាញពង្វិលបែបនេះមកហើយយើងលុបសត្វថ្មីមកបាទអ្នកគ្នាលុបអានេះសត្វថ្មីធំពេកសុំថយបន្តិចបាទព្រោះយើងចាប់ផ្ដើមធីកមកយើងពង្វិលវាបន្តិចមកបាទអ្នកគ្នានេះផ្លូវចូលអត់ហើយហើយខាងក្រោយនេះគឺយើងអាចអេដបានត្រឹមកន្លែងនេះទៀតបាទអ្នកគ្នាបាទកន្លែងផ្លូវចូលមុនដំបូងបាទហើយកន្លែងមេឃនេះយើងអាចដាក់ពន្លឺជាលុកខែឬក៏អាចដាក់ជាព្រះអាទិត្យក៏បានដែរដាក់លុកខែក៏បានដែរអ្នកគ្នាបាទឥឡូវខ្ញុំចាប់ផ្ដើមដាក់លុកខែឲ្យមើលដាក់លុកខែឬក៏ព្រះអាទិត្យបាទអ្នកដាក់ព្រះអាទិត្យវិញចុះបាទព្រះអាទិត្យសាន់បាទអ្នកគ្នាបាទយើងវាយពាក្យសាន់មកអ្នកគ្នាឥឡូវពាក្យសាន់ចេញហើយបាទអ្នកគ្នាបាទយើងដាក់សាន់មកបាទហើយពលឺបាទពលឺមកបាទអ្នកគ្នាបាទហើយអ្នកគ្នាអាចអេដដើមឈើចូលមួយទៀតពី3ដើមទៀតក៏បានដែរអ្នកគ្នាបាទឥឡូវខ្ញុំសុំអេដដើមឈើមួយទៀតបាទ3បាទ3ឡើយខ្ញុំសុំអេដដើមឈើដាក់មួយមកស្អាតបន្តិចបាទអ្នកគ្នាបាទដើមឈើបែបធម្មជាតិបកាបាទពួកស្អាតដាក់បែបនេះមកបាទអ្នកគ្នាបាទហើយដាក់មកទៀតអ្នកអស់គ្នាអាចដាក់យ៉ាចុចខុសអ្នកអស់គ្នាបាទអ្នកអស់គ្នាស្មៅនៅគុំបកាបាទអ្នកគ្នាបាទស្មៅនៅគុំបកាដែលអ្នកអស់គ្នាដាក់មកបាទបាំងវាបន្តិចមកបាទអ្នកអស់គ្នាបាទហើយអ្នកអស់គ្នាអាចលុបវាបានបន្តិចបាទលុបវាបន្តិចមកបាទហើយតែប៉ុណ្ណេះបាទបានរូបភាពមួយដ៏កំសត់ហើយអ្នកនរគ្នាបាទវីដេអូរបស់ខ្ញុំបាទមានត្រឹមតែនេះបាទបាយបាយឥឡូវយើងសៀវទាំងអស់គ្នាបងប្អូនកុំភ្លេចចុច Subscribe Channel របស់បងប្អូនអ្នកមួយផងបាទឥឡូវបងប្អូនចាញ់មកក្រៅមកបងប្អូនទៅមើលកន្លែងរូបភាពបងប្អូនបាទឥឡូវរូបភាពបងប្អូនបាទណាចេះនេះបងប្អូននេះរូបភាពដែលយើងកែហើយបាទឥឡូវរូបភាពដែលមិនទេគឺនេះបងប្អូននេះរូបនេះឃើញទេខ្ទមកំសត់ខ្លាយជាខ្ទមមួយដែលស្រស់ស្អាតបងប្អូនបាទឃើញទេអរគុណបងប្អូនដែលបានទស្សនាកុំភ្លេចចុច Subscribe Channel វីដេអូរបស់ខ្ញុំបាទនេះមួយដើម្បីទទួលបានវីដេអូថ្មីពីខ្ញុំបាទអរគុណបាយបាយ